វីដេអូមុនខ្ញុំចែករំលែកការលាក់រូបនៅក្នុងហ្វូតូបងប្អូនថាបាយការអស់អញ្ចឹងវីដេអូនេះកុំ share អសោះលាក់រូបបែបថ្មីនេះមិនដែរមក version 2កាលមុនលាក់រូបក្នុង hidden នេះអញ្ចឹងគេដឹងអស់ហើយលាក់ទាំងអាបាត់ហ្នឹងទៀតក៏គេដឹងដែរអញ្ចឹងលាក់រូបបែបថ្មីបងប្អូនអរគ្នាគឺចូលទៅក្នុង note យើងលាក់នៅក្នុង note នេះម្ដងបងប្អូនអរគ្នាអញ្ចឹងបន្ទាប់មកបងប្អូនចុច new ឬក៏ដាក់ក្នុង folder ណាបងប្អូនអាចដាក់បានយើងចុចអាហ្នឹងមកបន្ទាប់មកបងប្អូនជ្រើសរូបនៅក្នុង attach នេះបងប្អូនចុចអានេះមកឧទាហរណ៍ខ្ញុំជ្រើសរូបឥឡូវឧទាហរណ៍នេះថារូបស្រីស្អាតអញ្ចឹងណាតែប៉ុន្តែនិយាយលេងបងប្អូនអរគ្នាការលាក់រូបនេះបងប្អូនអាចលាក់រូបជាដៃគូអាជីវកម្មកាត visit ប្លង់ផ្ទះប្លង់ដីផ្សេងបានច្រើនបងប្អូនអរគ្នាគិតជាប្រយោជន៍បងប្អូនអរគ្នាអញ្ចឹងឥឡូវឧទាហរណ៍ខ្ញុំលាក់3នេះខ្ញុំរើស3ហ្នឹងហើយខ្ញុំចុច tick OK មក3ហ្នឹងណាបងប្អូនអរគ្នាអញ្ចឹងយើងលាក់របៀបម៉េចបងប្អូនចុច tray 3ឡើយនេះចុច tray 3មកបន្ទាប់មកបងប្អូនចុចពាក្យ lock នេះបងប្អូនអរគ្នា lock កន្លែងនេះវាសួរយើងតើ lock ជាមួយនឹង password ដែលយើងបាន scan មុខនឹងដដែលឬមួយក៏មិនអញ្ចឹងបើ lock អញ្ចឹងដដែលគេដឹងហើយបងប្អូននេះ password ញែកបងប្អូនចុចអាក្រោមនេះមកបងប្អូនចុច continue មកអញ្ចឹងបងប្អូនគេឲ្យយើងវាយ password ហើយអញ្ចឹងឥឡូវខ្ញុំវាយ password ហើយបងប្អូនអរគ្នាអញ្ចឹងវាយហើយអានេះគ្រាន់តែ password ចំណាំទេអានេះគ្រាន់តែចំណាំអញ្ចឹងបងប្អូនដាក់ K1 អញ្ចឹងខ្ញុំដឹងថារបស់ខ្ញុំជាអីអញ្ចឹងដល់ពេលបងប្អូនវាយហើយបងប្អូនចុច tick មកបាទតែប៉ុណ្្នឹងវាឲ្យ enable face ID អត់បើសិនជាយើងដាក់ face ID ទៅវាស្រួលបងប្អូនអរគ្នាឬក៏យើងអត់ដាក់ក៏បានដែរតទៅចុចហ្នឹងបានលេខកូដអញ្ចឹងដាក់ not now ទៅបានលេខកូដឬក៏ face ID ក៏បានដែរអញ្ចឹងកន្លែងនេះបងប្អូនដាក់ face ID ក៏បានដែរអញ្ចឹងបើមុខបងប្អូនវាដោះបានតែបើមិនមែនមុខបងប្អូនវាដោះអត់បានទេត្រូវការលេខកូដបងប្អូនអរគ្នាអញ្ចឹងបងប្អូនចុចអាណាក៏បានដែរអញ្ចឹងខ្ញុំដាក់ face ID ទៅដើម្បីឲ្យចាំអញ្ចឹងបានបើដីថាវា lock ហើយខួបគម្រប់6ឆ្នាំឡើងលៀនបញ្ចុះតម្លៃ 15% គ្រប់មុខតំណែងទាំងអស់ទាំងខោទាំងអាវអញ្ចឹងបងប្អូនអាចឆាត inbox ចូលហើយឬលេខ Telegram ខាងលើ